ជីកាត់ផ្លូវ60ម៉ែត្រស្មើដល់ផ្ទះអ្នកណាធំមួយធំតែជាភោជនីយដ្ឋានរចនាបថបែបខ្មែរដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធអូស្អាតណាស់ពុកម៉ែបងប្អូនហើយភោជនីយដ្ឋានរបស់គាត់នេះមានម្ហូបអាហារដល់ទៅ3ពេលតែម្ដងអាហារពេលព្រឹកអាហារពេលថ្ងៃត្រង់ឬពេលល្ងាចពេលយប់អីនេះគឺអ្នកទាំងអស់គ្នាទៅជាលក្ខណៈគ្រួសារក៏បានទៅរបៀបថាយើងណាត់ភ្ញៀវទៅចែករឿងការងារចែករឿងរស់ស៊ីហ្នឹងណាគឺត្រូវមិនហីដោយសារតែភោជនីយដ្ឋានរបស់គាត់រៀបចំមកគឺស្តង់ដារមែនតើតាំងពីម្ហូបអាហារតាំងពីចុងភៅអីហ្នឹងគឺសុទ្ធតែជាចុងភៅលំដាប់មានបទពិសោធន៍ខ្ពស់មែនតើហើយនេះគឺជាភោជនីយដ្ឋាន Campana ដែលមានទីតាំងនៅលើមហាវិថីសម្ដេចតេជោឬក៏គេហៅថាផ្លូវ60ម៉ែត្រហ្នឹងណាគាត់បើកលក់តាំងពីម៉ោង6ព្រឹកតទៅរហូតដល់ម៉ោង11យប់មានអាហារ3ពេលហើយដូចថ្ងៃនេះអញ្ចឹងពួកខ្ញុំមានកំងតាំងពីបុកលហុងខ្យង Campana ណាដែលជាមនុយប្រចាំហាងរបស់គាត់ហើយគាត់ក៏មានម្ហូបអាហារពិសេសជាច្រើនទៀតដែរដូចញោមត្រួយល្ងៀងឯនេះគឺសុទ្ធតែជាម្ហូបអាហារបែបខ្មែរយើងទេមានមាន់ដុតសាកេមានត្រីដុតអំបិលម្ទេសអីចឹងទៅឬក៏សម្លម្ជូរស្រែខ្យងដូងអីអញ្ចឹងណាសម្រាប់ពុកម៉ែបងប្អូនដែលចង់ញ៉ាំអាហារបែបខ្មែរប៉ុន្តែការរៀបចំចេញមកលក្ខណៈស្តង់ដារនេះគឺសម្រាប់ភោជនីយដ្ឋាន Campana នេះគឺគាត់រៀបចំបានល្អមែនតើហើយឥឡូវនេះគេមានប្រូម៉ូសិនបញ្ចុះតម្លៃទាំងម្ហូបអាហារនិងភេសជ្ជៈរហូតដល់ទៅ15%ពីថ្ងៃហ្នឹងទៅរហូតដល់ចុងខែកក្កដាឆ្នាំ2026នេះអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការហ្នឹងអាចទៅរកនៅកន្លែងគាត់បាននិយាយទៅសំបីតការរចនារបស់គាត់នៅក្នុងហាងបរិយាកាសចេញមករបៀបយើងរំលឹកដល់ថាអូខ្មែរយើងមានភោជនីយដ្ឋានដែលស្អាតបែបនេះតែឆ្នៃចេញមកអត់ឲ្យបាត់នៅទម្រង់ដើមនៃគេហៅថាស្ថាបត្យកម្មខ្មែរណាគឺមានផ្ទះបុរាណខ្មែរប៉ុន្តែចេញមកគឺស្អាតមែនតើសំបីតែរចនាបថខាងក្នុងអីហ្នឹងរបស់គាត់គឺរៀបចំមានឃ្លាឃ្លោងរបស់គេអូច្បាស់លាស់មែនតើនេះហើយជាអ្វីដែលខ្មែរយើងចង់បានហើយអ្វីដែលពិសេសមួយទៀតសម្រាប់ភោជនីយដ្ឋានរបស់គាត់នេះគាត់មិនមែនផ្ដោតត្រឹមតែភ្ញៀវខ្មែរយើងទេសំបីតែភ្ញៀវទេសចរបរទេសណាពេលដែលគាត់មកដល់គាត់មកលេងស្រុកខ្មែរយើងគឺគាត់ឃើញរបៀបរបបនៅក្នុងការរៀបចំភោជនីយដ្ឋានបែបនេះវាបង្ហាញអំពីអត្តសញ្ញាណខ្មែរហើយជួយលើកស្ទួយយើងទៀតជួយលើកស្ទួយទេសចរយើងទៀតដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងអញ្ចឹងពេលដែលភ្ញៀវបរទេសមកគាត់ឃើញរបៀបរបបបែបអញ្ចឹងជាពិសេសគឺម្ហូបអាហារដែលមានការរចនាការរៀបចំនៅលើចានស្រស់ស្អាតបែបនេះគឺភ្ញៀវទេសចរគាត់នឹងលើកទូរស័ព្ទមកថតហើយគាត់បង្ហាញតាំងពីកន្លែងដែលគាត់មកអង្គុយញ៉ាំនឹងតើអទេសភាពបែបណាបរិយាកាសបែបណាគឺនឹងជួយលើកស្ទួយដល់វិស័យទេសចរនៅក្នុងស្រុកយើងទៀតអញ្ចឹងបានគេថាម្ហូបអាហារណាគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការជួយជំរុញវិស័យទេសចរអញ្ចឹងសម្រាប់ភោជនីយដ្ឋាន Campana នេះគឺគាត់ធ្វើបានល្អមែនតើតាំងពីម្ហូបអាហារខ្ញុំសឹងថាមិនហ៊ានហូបណាដោយសារតែម្ហូបអាហាររបស់គាត់រៀបចំមកស្អាតពេកដូចបុកល្ហុងខ្យង Campana នេះគឺសុទ្ធតែជាម្ហូបពិសេសហើយពុកម៉ែបងប្អូនទាំងអស់គ្នាអាចទៅសាកបានហើយដូចញោមត្រួយល្ងៀងឯនេះសឹងថាខ្ញុំអត់សូវស្គាល់ទេណាប៉ុន្តែគាត់ចេះយកមកធ្វើបែបអញ្ចេះមកអូស្អាតណាស់ពុកម៉ែបងប្អូនហើយសម្រាប់ព័ត៌មានលម្អិតតាក់ទងជាមួយនឹងភោជនីយដ្ឋាន Campana ខ្ញុំនឹងតម្លែងជូនបន្ថែមនៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត